ថ្ងៃមុនធ្វើនំខ្ញីម្ដងហើយគេសរសើរតែឆ្ងាញ់ឥឡូវថ្ងៃនេះធ្វើទៀតហើយប៉ុន្តែអូយហត់ណាស់អ្នកទាំងអស់គ្នាអើយឃើញមើលគេធ្វើស្រួលមែនទែនហើយដល់ពេលមកធ្វើខ្លួនឯងមិនដឹងថាពិតជាពិបាកណាស់ហើយហត់មែនបើនិយាយពីលាយម្សៅគឺមហាសែនស្រួលប៉ុន្តែធ្ងន់ធ្ងរជាងគេគឺឈរបំពងនេះត្រូវការចំណាយពេលយូរមែនទែនអត់ប្រើភ្លើងខ្លាំងបានទេហើយលុញម្សៅទុកក៏អត់កើតទៀតនិយាយពីថាយ៉ាប់គ្រប់មុខហ្មងព្រោះអីត្រូវការប្រើប្រេងច្រើនមែនទែនបើសិនជាយើងលុញម្សៅទុកអញ្ចឹងតោះតែយើងមានប្រេងនៅក្នុងហ្នឹងអញ្ចឹងយើងត្រូវការ3-4ឆ្នាំបានកើតបើតែបើសិនយើងធ្វើតិចតួចអីអត់អីទេប៉ុន្តែបើធ្វើច្រើនវិញគឺឃើញនំខ្ញីហើយគឺខ្លាចតែម្ដងដោយសារតែចំណាយពេលយូរពេកហើយនេះខ្ញុំកំពុងតែឆឹងជាមួយនឹងស្ករដើម្បីឲ្យវាមានរសជាតិឆ្ងាញ់ហើយស្ករនេះខ្ញុំប្រើតែបន្តិចឯងអត់ប្រើច្រើនទេដល់ពេលអញ្ចឹងវាឃើញក្រាមតិចតិចអត់ឃើញក្រាមដិតខ្លាំងដូចគេលក់ទេបើនិយាយពីរសជាតិឲ្យអ៊ុយតែម្ដងអ្នកទាំងអស់គ្នាស្រួយខ្ញោកហើយឈ្ងុយពងមាន់នឹងតែម្ដងដោយសារតែយើងលាយម្សៅជាមួយពងមាន់សុទ្ធអត់ប្រើទឹកទេហើយក្លិនឈ្ងុយតែម្ដងហើយខាំមកស្រួយស្រេះហ្មងណា